ចាជំរាបសួរបងប្អូនគ្នាចាគុណព្រះសម្រាប់ពេលវេលាដែលអ្នកគ្រូបងប្អូនគ្នាបានជួបគ្នាសាជាថ្មីផងដែរចាចឹងជំរាបគ្រូបងប្អូនគ្នាចានេះគឺយើងនឹងរៀនមេរៀនទី20ចាគឺអំពីប្រកាន់ស្ដាំនៅពេលធ្វើចរាចរចាអញ្ចឹងនៅក្នុងសប្តាហ៍នេះរៀនខុសគ្នាបន្តិចដោយសាររដងយើងរៀនជាមួយនឹងគ្នាតកតងជាមួយខ្មែរហើយនឹងកណិតប៉ុន្តែនៅក្នុងសប្តាហ៍នេះអ្នកគ្រូនឹងលើកយកបំណងជីវិតមួយតកតងជាមួយនឹងការប្រកាន់ស្ដាំនៅពេលដែលយើងធ្វើចរាចរចាអញ្ចឹងនៅតាមប្រទេសនានាគឺតែងតែមាននៅច្បាប់ចរាចរណ៍មាននៅស្លាកសញ្ញាចរាចរណ៍ចាប៉ុន្តែនៅក្នុងនោះក៏មានភាពខុសគ្នាដែរចាគឺខុសគ្នាដោយការដែលយើងប្រកាន់នៅទិសនៅពេលដែលយើងធ្វើចរាចរណ៍ដូចប្រទេសខ្លះគាត់ធ្វើដំណើរដោយការដែលប្រកាន់នៅខាងឆ្វេងហើយប្រទេសខ្លះទៀតគឺគាត់ធ្វើដំណើរដោយការនៅប្រកាន់ស្ដាំចុះទាំងអស់គ្នាដឹងថាប្រទេសយើងគឺធ្វើដំណើរដោយការប្រកាន់អីគេកូនចាល្អណាស់គឺធ្វើដំណើរដោយការប្រកាន់ស្ដាំឥឡូវយើងមកមើលពីប្រទេសដែលប្រកាន់ស្ដាំចាអញ្ចឹងគេដាក់ថាប្រទេសដែលប្រកាន់ស្ដាំនៅក្នុងអាស៊ានចាមានដូចជាប្រទេសអីគេចាគឺទីមួយគឺប្រទេសយើងនឹងឯងគឺជាប្រទេសកម្ពុជាប្រទេសកម្ពុជាហើយមួយទៀតគឺប្រទេសមីយ៉ាន់ម៉ាប្រទេសវៀតណាមប្រទេសឡាវហើយនិងប្រទេសហ្វីលីពីនចាអញ្ចឹងទាំង5ប្រទេសនេះគឺសុទ្ធតែធ្វើដំណើរដោយការប្រកាន់ស្ដាំចាអញ្ចឹងការធ្វើដំណើរដោយប្រកាន់ស្ដាំមិនមែនសំដៅទៅលើតែការបើកម៉ូតូឬក៏ឡានទេគឺទាំងអស់ទាំងការបើកម៉ូតូបើកឡានរមាក់កង់3ឬក៏ការធ្វើដំណើរដោយថ្មើរជើងដោយការជិះកង់អីផ្សេងទៀតគឺត្រូវតែប្រកាន់ដោយស្ដាំចាអញ្ចឹងបើសិនជាយើងគោរពច្បាប់ចរាចរណ៍បានល្អហើយយើងធ្វើដំណើរផ្សេងទៀតដែលមិនប្រច្រាស់ទិសគឺធ្វើឲ្យយើងហ្នឹងគឺមិនងាយនៅក្នុងការដែលគ្រោះថ្នាក់ចរាចរណ៍ទេចាឥឡូវយើងមកមើលពីផលប៉ះពាល់នៃការដែលយើងហ្នឹងគឺបើកបរដោយមិនគោរពច្បាប់ចរាចរណ៍ឬក៏ស្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវឬក៏ការបើកដោយការដែលប្រច្រាស់គ្នាយើងនឹងមានផលប៉ះពាល់អីគេខ្លះចានេះដូចជាអីគេចាគឺគ្រោះថ្នាក់ចរាចរណ៍គឺយើងដឹងហើយនៅតាមដងផ្លូវរបស់យើងគឺមានច្រើនមែនតើគឺគ្រោះថ្នាក់ចរាចរណ៍ដោយការដែលគាត់បើកខ្លះទៅគាត់បើកមិនគោរពច្បាប់ចរាចរណ៍ចាគឺការបើកដោយប្រច្រាស់គ្នាក៏ងាយនៅក្នុងការដែលធ្វើឲ្យយើងនឹងគ្រោះថ្នាក់ដែរចាមួយទៀតគឺគ្រោះថ្នាក់ដល់អ្នកដទៃផងដែរចាគឺមានបង្កនៅការកស្ទះចាហើយគឺខូចទ្រព្យសម្បត្តិនឹងពេលវេលាចាអញ្ចឹងបើសិនជាយើងគ្រោះថ្នាក់ទៅចាយើងមិនខាតបង់អ្នកណាទេគឺរបស់យើងនឹងឯងចាម៉ូតូឡានរបស់យើងនឹងឯងហើយបើសិនជាយើងគ្រោះថ្នាក់ធ្ងន់ធ្ងរយើងត្រូវការសម្រាប់ព្យាបាលពេលវេលាយូរអញ្ចឹងខាតបង់ទាំងការធ្វើការខាតបង់ទាំងការរៀនសូត្រដូចគ្នាដែរចាហើយមួយទៀតគឺផ្ដន់ទាទោសទៅតាមច្បាប់អញ្ចឹងបើសិនជាយើងធ្វើដំណើរនៅតាមដងផ្លូវយើងមិនមានការគោរពច្បាប់ចរាចរណ៍គឺយើងត្រូវតែផ្ដន់ទាទោសទៅតាមច្បាប់ដូចគ្នាដែរចាអញ្ចឹងមេរៀនរបស់អ្នកគ្រូនៅថ្ងៃនេះដែលតកតងជាមួយនឹងការប្រកាន់ស្ដាំនៅពេលដែលយើងធ្វើចរាចរណ៍ក៏បានចប់ត្រឹមតែប៉ុណ្្នឹងអញ្ចឹងគ្រូសូមបងប្អូនទាំងគ្នាបានរៀនមេរៀននេះចប់ក៏បានអនុវត្តនៅការដែលធ្វើដំណើរដោយការប្រកាន់ស្ដាំចាអញ្ចឹងអ្នកគ្រូសូមអរគុណសូមព្រះប្រទានពរ